សូមស្វាគមន៍មកកាន់សម្លេងប្រជាធិបតេយ្យជឿនលឿននីតិរដ្ឋហេតុរភាពនិងវឌ្ឍនភាពកម្មវិធីដែលបើកទូលាយសម្លេងរបស់ប្រជាពលរដ្ឋការរួមចំណែកនិងស្នូលប្រជាធិបតេយ្យនៅកម្ពុជាជាមួយនឹងកម្មវិធីយើងលោកអ្នកនឹងបានស្ដាប់ពីបទសម្ភាសន៍សម្លេងស្នើសុំបញ្ហាសង្គមបទពិសោធន៍និងដំណោះស្រាយសម្រាប់សង្គមជាតិតោះចូលរួមជាមួយយើងក្នុងកម្មវិធីសម្លេងប្រជាធិបតេយ្យជឿនលឿនជំរាបសួរបងប្អូនជនរួមជាតិជាទីមេត្រីថ្ងៃនេះនាងខ្ញុំនាងកិត្តិយសចូលមកបម្រើអស់លោកស្រីអ្នកនាងកញ្ញាតាមដានស្ដាប់សម្លេងប្រជាធិបតេយ្យជឿនលឿនដោយលើកមកជូននៅសម្លេងរបស់លោកយ៉ែមពុញរិទ្ធប្រធានគណៈបកប្រជាធិបតេយ្យជឿនលឿនដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមស្ដីពីខ្លឹមសារសង្ខេបខ្លីៗពីគំនិតនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់គណៈបកប្រជាធិបតេយ្យជឿនលឿនការប្រឆាំងអំពើពុករលួយមិនមែនជាការងាររបស់រដ្ឋតែឯងទេតែជាកាតព្វកិច្ចរបស់រដ្ឋសង្គមនិងសមាជិកនៃសង្គមមានច្បាប់ប៉ុន្តែมันមានស្មារតីសុចរិតវានឹងមិនមានប្រសិទ្ធភាពទេបើមានទាំងប្រព័ន្ធល្អការអប់រំល្អនិងការអនុវត្តវិធានការតឹងរ៉ឹងនោះអាចកាត់បន្ថយអំពើពុករលួយបានអំពើពុករលួយត្រូវបានគេប្រៀបធៀបដូចជាជំងឺមហារីកនៃសង្គមព្រោះវាធ្វើឲ្យខូចទាំងសេដ្ឋកិច្ចសង្គមនយោបាយនិងជាពិសេសជំនឿរបស់ប្រជាពលរដ្ឋដើម្បីដោះស្រាយវាមិនអាចអាស្រ័យលើវិធីសាស្ត្រតែមួយបានទេត្រូវការវិធីសាស្ត្រចម្រុះនិងឆន្ទៈមោះមុតក្នុងការកម្ចាត់អំពើពុករលួយខាងក្រោមនេះជាវិធីសាស្ត្រ3ធំៗក្នុងការលុបបំបាត់អំពើពុករលួយរបស់គណៈបកប្រជាធិបតេយ្យជឿនលឿនទី1តាមប្រព័ន្ធដឹកនាំភាពថ្លៃថ្នូរនិងគំរូល្អពីមេដឹកនាំដោយមេដឹកនាំត្រូវបង្ហាញភាពស្មោះត្រង់ដើម្បីឲ្យបុគ្គលិកក្រោមអនុវត្តតាមប្រព័ន្ធត្រួតពិនិត្យនិងតុល្យភាពអំណាចដោយមិនឲ្យអំណាចផ្ដោតនៅកន្លែងតែមួយតម្លាភាពដោយបង្ហាញព័ត៌មានសាធារណៈថាវិការកិច្ចសន្យាឲ្យប្រជាពលរដ្ឋតាមដានបានឯករាជ្យភាពស្ថាប័នត្រួតពិនិត្យដូចជាអង្គភាពប្រឆាំងអំពើពុករលួយតុលាការត្រូវមានឯករាជ្យពិតប្រាកដទី2អប់រំនិងផ្សព្វផ្សាយបញ្ចូលការអប់រំសុចរិតភាពក្នុងសាលារៀនដោយបង្រៀនពីតម្លៃសុចរិតនិងការទទួលខុសត្រូវផ្សព្វផ្សាយសាធារណៈឲ្យប្រជាពលរដ្ឋយល់ដឹងអំពីអំពើពុករលួយប៉ះពាល់ដល់ខ្លួនឯងយ៉ាងដូចផ្ដិចលើកទឹកចិត្តវប្បធម៌មិនទទួលមិនផ្ដល់សំណូកការពារអ្នកបង្ហាញអំពើខុសដើម្បីឲ្យមនុស្សហ៊ានរាយការណ៍ទី3វិធានការនិងច្បាប់តឹងរឹងនិងអនុវត្តយ៉ាងស្មើភាពមិនថាអ្នកតូចឬធំត្រូវទទួលទោសដូចគ្នាបង្កើនប្រាក់ខែនិងសុខុមាលភាពមន្ត្រីកាត់បន្ថយមូលហេតុដែលនាំឲ្យកើតអំពើពុករលួយប្រើបច្ចេកវិទ្យាកាត់បន្ថយការជួបមុខគ្នាផ្ទាល់ដែលជាចំណុចងាយនឹងកើតអំពើពុករលួយប្រព័ន្ធរាយការណ៍និងពិនិត្យតាមដានឲ្យប្រជាពលរដ្ឋអាចរាយការណ៍បានងាយនិងមានសុវត្ថិភាពសូមអរគុណនិងជូនពរដល់បងប្អូនជនរួមជាតិដែលបានតាមដានទស្សនាស្ដាប់កម្មវិធីសម្លេងប្រជាធិបតេយ្យជឿនលឿនសង្ឃឹមថាអស់លោកស្រីបន្តតាមដានទស្សនាស្ដាប់នៅលើគេហទំព័ររបស់យើងខ្ញុំជាបន្តទៀតសូមអរគុណសូមជម្រាបលា